តោះណាគេខ្លះអត់ចេះចាំរូបមន្តនេះទៀតគ្រូសួរ A បូក B លើកជាការ៉េស្មើអី A ដក B លើកជាការ៉េស្មើអីបងប្អូនខ្លះឡើងដល់ថ្នាក់ធំឯនៅអត់ចេះអត់ចាំអារូបមន្តនឹងទៀតឥឡូវយើងមកមើលកលឹះមើលរូបមន្តនេះងាយងាយខ្លីៗមិនបាច់ទិញឲ្យចាំក៏បានដែរអញ្ចឹងគ្រូមានរូបមន្ត2 A បូក B លើកជាការ៉េនេះ A បូក B លើកជាការ៉េអញ្ចឹងខ្លីទេយើងគ្រាន់តែយើងនេះយកអាដើមរបស់វានេះលើកជាការ៉េមកដើមការ៉េអញ្ចឹងខាងដើមមកគេនេះតួមកគេហ្នឹងអក្សរអី A អញ្ចឹងដាក់មក A ការ៉េតមកទៀតចុងតួចុងរបស់វាការ៉េដែរអញ្ចឹងអាចុងការ៉េហ្នឹងអីគេនេះ B អក្សរ B អញ្ចឹង B ការ៉េមកបូកនៅចុងកតុយនេះបូក B ការ៉េតមកទៀតនៅសល់អាប្រឡោះកដានេះអីគេប្រឡោះកដាហ្នឹងគឺគ្រាន់តែយក2ហ្នឹងគុណគ្នាហើយគុណនឹង2ទៀតមកនេះអញ្ចឹងគ្រាន់តែបន្ថែមមេគុណវាយកវាទៅគុណ2ហើយយកអា2នាក់ហ្នឹងគុណគ្នាមកអញ្ចឹង A គុណ B គឺ AB ហ្នឹងឯងអញ្ចឹងរូបមន្តរបស់យើងមានប៉ុណ្្នឹងឯងខ្លីៗឯងអញ្ចឹងមិនបាច់ទិញអីទៀតទេយកអាដើមលើកជាការ៉េអាចុងលើកជាការ៉េហើយតួការ៉ារបស់វាយកវាគុណគ្នាហើយគុណនឹង2ទៀតមកហើយបើវាសញ្ញាបូកគឺចេញបូកទាំងអស់ហើយឥឡូវមើលអាដកមួយទៀត A ដក B លើកជាការ៉េដូចគ្នាដែរយកអាដើមលើកជាការ៉េអញ្ចឹងយើងបាន A ការ៉េតមកទៀតតួខាងចុងលើកជាការ៉េដែរអញ្ចឹងយើងបាន B ការ៉េតមកទៀតតួការ៉ាដូចគ្នាយក2ហ្នឹងគុណគ្នាហើយយកវាទៅគុណមួយមេគុណ2មកអញ្ចឹងយើងបាន 2AB នេះ 2A B ប៉ុន្តែយើងមើលរូបមន្តនេះដកមែនទេអញ្ចឹងកន្លែង 2AB នេះដាក់សញ្ញាដកមកអញ្ចឹង A ការ៉េដក 2AB បូក B បូក B ការ៉េតែប៉ុណ្្នឹងឯងតោះអញ្ចឹងនៅក្នុងវីដេអូនេះកលឹះក្នុងការចងចាំរូបមន្តគ្រូមានប៉ុណ្ណឹងសូមអរគុណ